ធ្វើជាអ្នកលក់ទី1ផលិតផលត្រូវតែមានគុណភាពនៅកន្លែងនេះខ្ញុំមានចំណុច3សម្រាប់លើកឡើងហើយចំណុចដែលសំខាន់ជាងគេគឺចំណុចទី3បើសិនជាបងប្អូនស្ដាប់រហូតដល់ចប់ទី1ផលិតផលរបស់យើងបើសិនជាយើងផលិតដាច់ខាតត្រូវតែប្រើប្រាស់បានយូរមានន័យថាម៉េចយើងកុំផ្ដោតសំខាន់ទៅលើតម្លៃប៉ុន្តែសំខាន់គុណភាពរបស់វាតើគុណភាពរបស់ផលិតផលដែលយើងផលិតហ្នឹងវាមានគុណភាពបែបម៉េចការប្រើប្រាស់កណាត់ឧទាហរណ៍ទៅលើសម្លៀកបំពាក់កណាត់របស់យើងល្អទេយឺតយាទេក៏ពាក់បានយូរទេពាក់ទៅស្អាតទេហើយបង្កើនទំនុកចិត្តឲ្យអតិថិជននៅពេលណាដែលគាត់ពាក់ទៅគុណភាពល្អអញ្ចឹងអតិថិជនគាត់ទុកចិត្តយើងពេលណាដែលគាត់ចាយលុយ4 10 20រៀលឬក៏100 200អញ្ចឹងគុណភាពអាវដែលគាត់រំពឹងទុកហ្នឹងគឺគាត់ចង់បានល្អយើងធ្វើម៉េចផលិតផលដែលអាចប្រកួតប្រជែងជាមួយដៃគូប្រជែងរបស់យើងបានបើមិនអញ្ចឹងទេគេវាយើងដួលហើយនៅលើទីផ្សារគឺជាសមរភូមិលក់ជាសមរភូមិដូចសមរភូមិប្រយុទ្ធបើសិនជាយើងគ្មានដៅរំពេងដែលល្អសម្រាប់ប្រយុទ្ធឬតតាំងទេឬក៏សម័យឥឡូវបច្ចេកវិទ្យាក៏ដូចជាយន្តហោះកំភ្លើងអីផ្សេងសពាវុធអីទំនើបទេគឺយើងពិបាកប្រកួតប្រជែងជាមួយគេទី2ងាយស្រួលប្រើប្រាស់មានន័យថាម៉េចនៅក្នុងថាប៉ាវបើសិនជាបងប្អូនចូលទៅមើលរាប់ម៉ឺនរាប់ពាន់រាប់ម៉ឺនទំនិញគឺមានដូចគ្នាគ្រាន់តែការច្នៃរបស់គេគឺគេធ្វើម៉េចគេអភិវឌ្ឍឬក៏គេផលិតឲ្យវាខុសគ្នាបន្តិចមានន័យថាបើសិនជាគេមើលឃើញពីបញ្ហាមួយអញ្ចឹងគេយកបញ្ហាហ្នឹងទៅដោះស្រាយហើយគេបង្កើតផលិតផលថ្មីដូចយើងឃើញឧទាហរណ៍កៅអីធម្មតាយើងធ្វើពីឈើអត់មានបត់បែនបានទេប៉ុន្តែកៅអីធ្វើចេញពេលក្រោយនេះមកគឺគាត់អាចបត់បែនបានគាត់ប្រើរហូតដល់ AI ចុចហើយមានកៅអីខ្លះរហូតដល់ជាកៅអីម៉ាសាហើយយើងអាចបត់បែនពីកៅអីខ្លះទៅជាពុកអញ្ចឹងនេះគឺជាយុទ្ធសាស្ត្រងាយស្រួលប្រើការរចនាបែបសាមញ្ញប៉ុន្តែវាទទួលអត្ថប្រយោជន៍បានច្រើនចំពោះចំណុចទី3វាសំខាន់បើសិនជាផលិតផលរបស់យើងមានគុណភាពហើយងាយស្រួលប្រើប្រាស់ហើយអតិថិជនទិញទៅហើយគាត់ថាល្អក៏ប៉ុន្តែបើស្ថិរភាពឬក៏អ្វីដែលយើងផ្ដល់ឲ្យអតិថិជនហ្នឹងវាមិនស្មើគ្នាទេវាមិនមានរយៈពេលកាលយូរទេឧទាហរណ៍ថាម៉េចបទពិសោធន៍ដែលយើងផ្ដល់ជូនអតិថិជនហ្នឹងត្រឹមតែមួយភ្ញៀវពីរភ្ញៀវវាអត់គ្រប់គ្នាអញ្ចឹងនៅកន្លែងហ្នឹងក៏ពិបាកឈរជើងនៅលើទីផ្សារដូចគ្នាការផ្ដល់ឲ្យមិនមែនផ្ដល់ឲ្យអតិថិជន1 2ឬក៏អ្នកមានឬក៏អ្នកក្រទេតែសំខាន់គ្រប់អតិថិជនទាំងអស់ឲ្យតែគាត់មកចូលក្នុងហាងយើងហើយទិញផលិតផលរបស់យើងហើយត្រូវផ្ដល់ទំនុកចិត្តឲ្យគាត់ផ្ដល់បទពិសោធន៍